ទំនប់ខ្នាតគឺជាសំណង់ធារាសាស្ត្រដ៏មានសារៈសំខាន់មួយស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមមួយការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មនេះគឺជាអត្ថប្រយោជន៍ចម្បងបំផុតទំនប់ខ្នាតជួយបង្កើនរដូវដាំដុះជួយឲ្យប្រជាកសិករអាចធ្វើស្រែបានទាំងរដូវវស្សានិងរដូវប្រាំងស្រែប្រាំងដោយមិនបារម្ភខ្លាចខ្វះទឹកពង្រីកផ្ទៃដីដាំដុះទឹកពីអាងអាចចែកចាយតាមប្រឡាយមេនិងប្រឡាយរងទៅដល់ដីស្រែដែលនៅឆ្ងាយពីប្រភពទឹកធម្មបង្កើនទិន្នផលកាលណាមានទឹកគ្រប់គ្រាន់កសិករអាចប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបនិងទទួលបានទិន្នផលស្រូវខ្ពស់ជាងមុន 2. ការគ្រប់គ្រងគ្រោះធម្មជាតិការពារទឹកជំនន់នៅរដូវវស្សាអាងនេះដើរតួនាទីជាកន្លែងស្តុកទឹកលើសដើម្បីកាត់បន្ថយការជន់លិចដីស្រែចម្ការនិងផ្ទះសម្បែងរបស់អ្នកភូមិនៅតំបន់ទំនាបដោះស្រាយបញ្ហានៅរដូវប្រាំងជាប្រភពទឹកបម្រុងដ៏សំខាន់សម្រាប់សង្គ្រោះស្រូវក៏ដូចជាដំណាំដទៃទៀតនៅពេលមានបាតុភូតរាំងស្ងួតអូសបន្លាយ 3. លើកកម្ពស់ជីវភាពនិងសន្តិសុខស្បៀងការចិញ្ចឹមសត្វនិងវារីវប្បកម្មប្រជាពលរដ្ឋអាចទាញយកអត្ថប្រយោជន៍ពីការនេសាទលក្ខណៈគ្រួសារក្នុងអាងទឹកឬប្រើប្រាស់ទឹកសម្រាប់ចិញ្ចឹមសត្វ